ចាសួស្តីបងប្អូនទាំងអស់គ្នាមិនដឹងគិតអីទេនៃលោកក្មួយខ្ញុំណាកូនមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាគាត់ចង់ទៅធ្វើបុណ្យរដូវបុណ្យភ្ជុំគាត់ចង់ទៅវត្តឲ្យដល់ម៉ែគេរវល់ទាំងអស់គ្នាទៅឯងអ្នកតនេអ្នកធ្វើការតនេងាអាទិត្យនាំកូនទៅដើរទៅវត្តចាវត្តនៅលើភ្នំក្រោមចាបងប្អូនទាំងអស់គ្នានេះនៅលើភ្នំណាចាឲ្យទេសភាពគឺស្អាតហ្មងនៅលើភ្នំហ្នឹងបងប្អូនមើលដើមក្បាលវីដេអូមិញហ្នឹងគឺទេសភាពនៅក្រៅហ្នឹងគឺស្អាតមែនទែនអូនេះធ្វើដំណើរទៅហើយចាទៅកត់លោកតាហើយកូនខ្ញុំមកទួយនេះក៏មិនណយដែរចានេះទេសភាពនៅលើភ្នំបងប្អូនមើលពីលើភ្នំទៅក្រោមទៅឃើញស្អាតទេបងប្អូនស្អាតមែនទែនកន្លែងហ្នឹងឲ្យពេលយើងថតក៏ refresh ហ្មងបងប្អូននេះជាស្ទអង់គ្លេសទេមិនចេះអង់គ្លេសតែនិយាយបានទៅចាហើយនេះគឺរោងគេកាន់បិណ្ឌយើងទៅខាងកុដមួយទៀតបងប្អូននេះយើងធ្វើដំណើរទៅហើយដំណើរហ្នឹងគឺលើភ្នំយើងត្រូវឡើងមកកាត់ទៀតបងប្អូនឡើងទៅលើភ្នំមួយទៀតហ្នឹងយើងឡើងទៅមើលថ្ងៃលិចតែខ្ញុំអត់មើលថ្ងៃលិចទេព្រោះយើងទៅយកអីវ៉ាន់ទៅប្រកេនលោកចាបងប្អូនទាំងអស់គ្នាហើយយើងឡើងទៅលើហ្នឹងគឺអត់បានថតទេបងប្អូនព្រោះអីខ្ញុំជាប់ដៃប្រកេនអីវ៉ាន់ដល់លោកអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនចាហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាហើយទស្សនវិជ្ជាខ្លះហ្នឹងគឺនៅពេលដែលយើងចប់ហើយគឺយើងមកថតជុំគ្នាបងប្អូនទេសភាពស្អាតណាបងប្អូនចាមានឱកាសមកលេងសៀមរាបឡើងលើភ្នំមកបងប្អូនពិតជាសប្បាយហើយទេសភាពស្រស់ស្អាតមែនទែនចាអរគុណច្រើនបាយបាយ